ដឹងចិត្តឆ្ងាយទាំងអស់ម៉ោង3រសៀលធ្វើបទនមស្ការបរារតនត្រ័យសមាទានសាលនិមន្តប្រសងចម្រើនប្រវត្តិប្រសូតរួចនិមន្តធម្មកថាសម្ដែងធម៌ទេសនាចែកជូនជាធម្មទានម៉ោង5ល្ងាចទទួលបរិស័ទថ្លារៈកិត្តិយសពិសាភោជនីយហារលុះព្រឹកឡើងថ្ងៃអាទិត្យ14កើតខែមិញត្រូវថ្ងៃទី1ខែកុម្ភៈឆ្នាំដដែលម៉ោង7:30នាទីព្រឹកប្រគេនចង្ហាន់ដល់ព្រះសង្ឃបន្ទាប់មករាប់បាតវិផតាហាដើរឆ្លងជាកិច្ចបង្ហើយបុណ្យអ្នកប្រារព្ធបុណ្យ1ឧបអូនលោកតាវ៉ាអូនលោកយាយជូអូនជាស្វាមីនៃសព2លោកយាយឡាយនេះព្រមទាំងកូនចៅ3លោកជូណេតនិងភរិយាព្រមទាំងបុត្រណាតនិងស្វាមីព្រមទាំងបុត្រ5លោករតនិងភរិយាព្រមទាំងបុត្រ6លោករតនិងភរិយាព្រមទាំងបុត្រ7អ្នកស្រីសារមនិងស្វាមីព្រមទាំងបុត្រនេះកម្មវិធីអ្នកប្រាំបុណ្យចឹងមកពីវែងឆ្ងាយនេះបុណ្យមកនេះញាតិញោមបានជ្រាបហើយចាត់មកសូមបានញាតិញោមថាថ្ងៃខាងស្អែកថ្ងៃនេះបូជាកុំឲ្យដល់ថ្ងៃ14ថ្ងៃតិយាសេចក្តីស្រឡាញ់អាហ្នឹងបានតែក្មេងៗទេអញ្ចឹងអាសាសនាគេពិសេសយើងកុំគិតរឿងសាសនារបស់យើងថ្ងៃនេះជាថ្ងៃពិសេសវិសាលព្រះអរហន្ត1550អង្គសុទ្ធតែព្រះអរហន្តទាំងសុទ្ធតែអេវិខុទាំងអស់បាយណានិមន្តបាយណាណាទេគឺមួនមកនៅព្រៃអិស័យនៅព្រៃអិស័យមកតិកវ័នព្រៃវេសាវេព្រៃទីក្រុងនេះទីគ្រឹះកន្លែងអាត្មាធ្លាប់ទៅដល់ម្ដងហើយការខលានិសងឯការ2ធម្មទានអមិស្ទានចែកជូនដល់ពុទ្ធការឲ្យជួនញាតិមេត្តាបិតាញាតិក្នុងសង្សារវត្តពិសេសឧបាសិកាឡៃងូនដែលធ្វើមរណកាលចិត្តកម្រ7ថ្ងៃទោះបីវិញ្ញាណខាឧបាសិកាទៅអណ្ដាតប្រសែតកន្លែងណាមួយមិនសមរម្យឬទៅកន្លែងបរមអសុខឲ្យសូមទេវតាឆ្នាំចាស់ទេវតាឆ្នាំថ្មីនាំព័ត៌មាននេះថាស្វាមីកូនចៅប្រុសស្រីបុត្រាបុត្រីចៅប្រសពចៅប្រសាប្រុសចៅប្រសាស្រីបានធ្វើបន់តេកណានុប្រទានអត់ទឹកកសាផលបន់សូមឲ្យបានទៅដល់ដៃឧបាសិកាទៅបានទៅហើយសូមឲ្យទៅសល់សម្បត្តិទុក8អខានឡើយថ្ងៃនេះថ្ងៃ13កើតខែមេធំបន់កសារបស់ស្វាមីកូនចៅញាតិញោមពុទ្ធបរិស័ទចំណងជើងវត្តបខៅវណ្ណអារាមឬថាភូមិព្រៃបដាទំនួលទិកសោផលបនចំពោះដល់បងកងទ័ពបរិយកងទ័ពដែលបានពលីជីវិតដើម្បីជាតិដើម្បីសាសនាសូមវិញ្ញាណក្ខន្ធបរិយកងទ័ពទៅបីអណ្ដាតប្រសែតនៅឯណាក្តៅមិនសមរម្យបុណ្យកុសលរបស់ញាតិញោមពុទ្ធបរិស័ទទាំងបុណ្យខ្ញុំកណាអាភិបសូមបងកងទ័ពបងប្រពន្ធកូនម្ដាយឪពុកដើម្បីការពារទឹកដីរបស់យើងកុំបីអខានឡើយអាយ៉ាងធម្មទេសនារីប្រធមទេសនាសន្មតទៅចប់តែប៉ុណ្ណេះឯងអេវ៉ាន់ព្រះតាំងរណាភ្លឺថ្លាក្រៃបាទខ្ញុំសូមវិសាពុទ្ធសាសនាក្នុងសមាធិរបស់នេះឲ្យតទៅក៏ឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យព្រាំងព្រាត់ព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទ្រង់លោកដល់ខ្ញុំព្រះករុណា